សូមនមស្ការលោកចាស់គ្រប់អង្គបានពរញាតិញោមពុទ្ធបរិស័ទទាំងប្រុសស្រីនៅក្នុងដែនដីកម្ពុជារដ្ឋនៃប្រទេសកម្ពុជាយើងទាំងអស់គ្នាដោយនាវលាព្រឹកនេះអង្គខ្ញុំកណាអាត្មាភាពនិងកណាគុណចាស់គ្រប់អង្គបាននិមន្តមកកំសាន្តកោះទន្សាយដោយបានឃើញទេសភាពនិងព្រៃព្រឹក្សាលតាវល់ព្រៃភ្នំមានសត្វចាបសត្វត្រីយំណាសប្បាយក្នុងការរស់នៅដោយឃើញទេសភាពស្អាតចឹងសូម្បីតែប្រសង់ក៏លោកណាមានអរតីចាស់ថ្លាសោមនស្សខ្លាំងជប៉ុនពេកដោយសូម្បីព្រះអង្គជ្រូកក៏លោកឆាន់នំយ៉ាងរំភើយហើយព្រះអង្គកសលព្រះអង្គផលក៏ចឹងដែរនេះគឺគ្រូណាវិចារអធិការវត្តអង្គដំណាក់ធ្លាប់ណាព្រះអង្គធានាមសនរដ្ឋគ្រូកំពុងតតមើលណាក្រសួងទេសចរដែលអាយដាមផ្សាយចំអល់ជាប្រធានអញ្ចឹងយើងឃើញថាស្អាតគ្រាន់បើនឹងការអភិវឌ្ឍទៅមុខយ៉ាងលឿនដោយក្រោមការដឹកនាំរបស់ថ្នាក់អភិបាលខេត្តកែបនិងអ្នកគ្រប់គ្រងទីនេះផ្ទាល់យើងឃើញថាសមុទ្រអីvẫnវាអាចគួរសមតែញាតិញោមក៏មានពេលអាចណាគុណចាស់គ្រប់ព្រះអង្គអាចមិនអញ្ជើញណាមន្តទេសនាកំសាន្តបីបាត់ភាពអបសពអាចចឹងឃើញថានេះវាផែណាផែខេត្តកែបដែរគេមានផែខេត្តកែបផែកោះទន្សាយបានឃើញញាតិញោមគាត់មានទីស្នាក់ការនៅទីនេះផ្ទាល់នៃក្រសួងកំពង់ផែទេសចរកោះទន្សាយក្រុងកែបខេត្តកែបគឺទេសភាពឥឡូវស្ពានស្អាតណាស់ញាតិញោមបងអញ្ចឹងវីដេអូចុងក្រោយមានតែប៉ុណ្ណេះទេសូមពៀវនាវដល់លោកចាស់គ្រប់អង្គដែលមិនទាន់បានមកលេងសូមអរគុណលេងមកសូមអរគុណបានពរលា